បន្ទាប់ពីខែចែកក្តៅខ្លាំងខែប្រាំងក្តៅហែងលោកយាយលោកតាពុកម៉ែបងប្អូនឥឡូវនេះយើងឈានចូលដល់ខែវស្សាហើយបាទគិតថានិយាយថាពីមកប្រាំងលឿនដែរទៅពុកម៉ែបងប្អូនណាបាទផុតពីរដូវប្រាំងយើងឈានចូលដល់រដូវវស្សាឥឡូវនេះគេថាភ្លៀងប្រមាណមេពុកម៉ែបងប្អូនលោកយាយលោកតានិយាយថាស្មៅដុះល្អនៅជុំវិញផ្ទះពុកម៉ែបងប្អូនបាទហ្នឹងអាទិត្យដល់អញ្ចឹងទៅក៏លេចមកខាងចំហៀងផ្ទះខាងនេះបាទអត់ដែរដើរមកដល់ហ្នឹងទេពុកម៉ែបងប្អូនហើយបាទដល់ទៅឃើញមានដើមសិតតែស្មៅដើមឈើដើមអីវាដុះនៅគៀនផ្ទះហ្នឹងពុកម៉ែបងប្អូនហើយបាទដល់អញ្ចឹងទៅនៅឃើញទេតនថ្ងៃអាទិត្យអញ្ចឹងទាញវាថាសម្អាតបន្តិចណាពុកម៉ែបងប្អូនព្រោះខែភ្លៀងធ្លាក់អញ្ចឹងខ្លាចពីទីមួយវាថាជំរកសัตว์មូសអញ្ចឹងណាពុកម៉ែបងប្អូនបាទវាមូសខ្លាមូសអីអញ្ចឹងទៅបាទហើយនេះដើរចុះដើរឡើងទៅឃើញដើមអំពិលប្រក់ផ្លែពុកម៉ែបងប្អូនហើយល្អអញ្ចឹងដកវាទុកសិនព្រោះអានឹងដើមមានប្រយោជន៍ពុកម៉ែបងប្អូនបាទដើមអំពិលប្រក់ផ្លែហ្នឹងបាទអញ្ចឹងនេះបន្ទាប់ពីដកដើមអំពិលប្រក់ផ្លែរួចហើយក៏ចាប់ផ្ដើមបោចកូនឈើបាទដោយបោចអីចឹងទៅពុកម៉ែបងប្អូនយើងដកចោលសិនបាទចាំតិចចាំទៅយកចបយកក្បាត់ឲ្យមកឈូសឆាយវាបាទហ្នឹងហើយដើម្បីជំរះស្មៅហ្នឹងឲ្យវាស្អាតបន្តិចទៅព្រោះខែវស្សាបាទកុំឲ្យវាដូចថាកើតមូសកើតអីច្រើនអញ្ចឹងពុកម៉ែបងប្អូនណាហើយម្យ៉ាងទៀតខ្លាចសัตว์ណាពុកម៉ែបងប្អូនខ្ញុំខ្លាចមែនទែនខ្លាចសัตว์ពស់បាទពួកឯនៅព្រៃនៅក្បែរផ្ទះអញ្ចឹងបាទឥឡូវនេះបានស្បោងខ្មៅមួយមកអូនិយាយថាដល់កពុកម៉ែបងប្អូនហើយហ្នឹងហើយមួយឆ្នាំស្អាតសម្អាតតែម្ដងទេគៀនព្រៃខាងហ្នឹងបាទព្រោះខែប្រាំងមិនសូវជាមានស្មៅដុះទេដល់ខោចូលដល់ខែវស្សាហ្នឹងគឺថាភ្លៀងមកតែមួយមេពីរមេនោះវាដុះពីណាមកទេលោកយាយលោកតាពុកម៉ែបងប្អូនហើយស្មៅបាទហ្នឹងហើយបានអញ្ចឹងថាតំណាំតណោចស្រោចទឹកអីវាថាវាមិនសូវជាលូតលាស់ល្អអញ្ចឹងសោះបាទដល់វាអាស្មៅហ្នឹងអត់មានថែផងគ្រាន់តែភ្លៀងមកសោះល្អអីបានថាស្មៅនេះបាទប៉ុន្តែគាត់ថាស្មៅខ្លះក៏ស្មៅអត់ប្រយោជន៍ស្មៅខ្លះក៏ស្មៅមានប្រយោជន៍ពុកម៉ែបងប្អូនណាដូចខ្ញុំនិយាយអញ្ចឹងបាទមិញសាក់មានដើមអំពិលប្រក់ផ្លែបាទដើមអំពិលប្រក់ផ្លែហ្នឹងយើងអាចយកទៅហាលវាឲ្យស្ងួតយកមកដាំទឹកផឹកពុកម៉ែបងប្អូនណាធ្វើជាឱសថបាទដើម្បីព្យាបាលបាទដូចថាយើងក្តៅក្នុងក្តៅអីអញ្ចឹងទៅហូបទៅឲ្យវាត្រជាក់សាច់ជាឈាមអញ្ចឹងពុកម៉ែបងប្អូនណាហើយចាស់គាត់ថាទៅរឿងច្រើនណាពុកម៉ែបងប្អូនគាត់ថាខ្ញុំវាអត់សូវដឹងខ្ញុំមិនសូវចាំដែរតែគាត់ដឹងថាដើមអំពិលប្រក់ផ្លែហ្នឹងគឺមានប្រយោជន៍បាទយើងអាចយកទៅដាំទឹកហូបបាទនៅធ្វើជាថ្នាំបានពុកម៉ែបងប្អូនណាបាទបានថាទឹកដីសវណ្ណភូមិបាទទឹកដីខ្មែរយើងបាទកន្លែងណាក៏សម្បូរសម្បត្តិធម្មជាតិដែរពុកម៉ែបងប្អូនណានិយាយទៅសត្វដើមមានប្រយោជន៍ទាំងអស់រុក្ខជាតិមានប្រយោជន៍ទាំងអស់គ្រាន់តែថាយើងអត់សូវស្គាល់បាទអាណាស្គាល់ទៅយើងក៏បេះវាក៏បោចវាទុកទៅពុកម៉ែបងប្អូនណាបាទនេះសុកខ្ញុំហៅបោចចឹងហ្មងពុកម៉ែបងប្អូនឥឡូវនេះបានហើយនេះយកមកលាងទឹកទុកឲ្យខ្ញុំបាទដើម្បីអីយើងហាលវាពុកម៉ែបងប្អូនណាយើងលាងទឹកឲ្យស្អាតជំរះទឹកអញ្ចឹងទៅឲ្យវាស្អាតអស់ដីអស់អញ្ចឹងទៅយើងយកទៅហាលឲ្យស្ងួតហើយថ្ងៃណាទៅនេអញ្ចឹងខ្ញុំនឹងដាំទឹកហូបឲ្យពុកម៉ែបងប្អូនណាពួកឲ្យវារុក្ខជាតិជាថ្នាំបាទហ្នឹងហើយមិនមែនថាយើងចោលថ្នាំពេទ្យទេពុកម៉ែណាពេទ្យក៏យើងជឿបុរាណក៏យើងជឿដែរពុកម៉ែបងប្អូនណាយើងអាចហូបបានយើងហូបទៅបាទជាឱសថធម្មជាតិរបស់យើងទេបាទហ្នឹងហើយបាទដើមអំពិលប្រក់ផ្លែពុកម៉ែបងប្អូនណាបាទហ្នឹងហើយកន្លែងខ្លះក៏មានកន្លែងខ្លះក៏អត់អញ្ចឹងដែរពុកម៉ែបងប្អូនណាមិនមែនចេះតែដុះគ្រប់កន្លែងនោះទេបាទគាត់ថាកន្លែងរដូវវស្សាហ្នឹងគឺភ្លៀងធ្លាក់មកឃើញនៅផ្ទះខ្ញុំដុះច្រើនពុកម៉ែបងប្អូនណាដើមអំពិលប្រក់ផ្លែបាទហ្នឹងហើយឥឡូវខ្ញុំលាងអីចឹងខ្ញុំយកមកហាលចឹងពុកម៉ែបងប្អូនណាចាំដល់ថ្ងៃណាដូចថាយើងហាលឲ្យស្ងួតចឹងទៅបាទដល់ពេលយើងទំនេរមានពេលវេលាគ្រប់គ្រាន់ហ្នឹងចាំយកទៅដាំទឹកហូបពុកម៉ែបងប្អូនណាដើម្បីឲ្យយើងវាដូចថាសុខភាពយើងវាល្អដែរពុកម៉ែបងប្អូនណាអរគុណច្រើនជូនពរពុកម៉ែបងប្អូនមានសុខភាពល្អគ្រប់គ្នាជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា